ថ្ងៃនេះផងដែរ Channel យើងខ្ញុំសូមនាំមកជូននៅចំណេះដឹងថ្មីមួយទៀតគឺតើមូលហេតុអ្វីដែលបង្កឲ្យមានជំងឺបាក់ទឹកចិត្តឬក៏ជំងឺ depression ជាទូទៅជំងឺបាក់ទឹកចិត្តឬក៏ depression គឺកើតឡើងដោយសារកត្តាជាច្រើនដូចជាការបាត់បង់សមាជិកគ្រួសារឬក៏សាច់ញាតិណាមួយដែលអ្នកស្រឡាញ់ខ្លាំងជិតស្និទ្ធខ្លាំងស្និទ្ធស្នាលខ្លាំងកត្តានេះគឺធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទី2គឺសម្ពាធគ្រួសារការងារសេដ្ឋកិច្ចនិងការសិក្សាជាដើមកត្តាទាំងអស់នេះធ្វើឲ្យមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនាំឲ្យមានវិបត្តិផ្លូវចិត្តទី3ស្ថានភាពជីវភាពចុះខ្សោយបានន័យថាសេដ្ឋកិច្ចនៅក្នុងគ្រួសារដុនដាបទៅនាំឲ្យមានវិបត្តិផ្លូវចិត្តក៏អាចកើតមានឡើងទី4បញ្ហាសុខភាពឈឺរ៉ាំរ៉ៃមានជំងឺប្រចាំកាយជាប់ជានិច្ចពិបាកធ្វើអ្វីមួយកង្វល់គិតតែពីបញ្ហាលុយកាក់ដែលបានចំណាយទៅលើខ្លួនឈឺជាដើមកត្តានេះគឺសំខាន់ជាងគេក្រៅពីកត្តាផ្សេងៗទៀតពីព្រោះបុគ្គលម្នាក់ៗតែងតែមានជំងឺប្រចាំកាយរៀងៗខ្លួនហើយដូច្នេះអត្រាអ្នកស្លាប់ឬក៏ការបាត់បង់ជីវិតដោយសារកត្តាសុខភាពនេះគឺមានច្រើនដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នទៅលើកត្តានេះកត្តាចុងក្រោយគឺកត្តាជីវសាស្ត្របានន័យថានៅក្នុងសង្គមគ្រួសារឬក៏សាច់ញាតិរបស់គាត់នឹងមានអ្នកកើតជំងឺបាក់ទឹកចិត្តឬក៏ជំងឺប្រព័ន្ធប្រសាទដំណតពូជមកក៏អាចកើតមានទៅជាជំងឺទាំងអស់នេះបានដែរហើយចុះសំណួរសួរថាបើសិនបើមានរោគសញ្ញាទាំងអស់នេះតើយើងត្រូវធ្វើដូចម្តេចដើម្បីព្យាបាលឬក៏កាត់បន្ថយនៅរោគសញ្ញាខាងលើដែលយើងបានលើករាប់មិញអញ្ចឹងចម្លើយគឺមានចំពោះរោគសញ្ញាទាំងអស់នេះយើងអាចព្យាបាលឬក៏បន្ធូរអារម្មណ៍របស់យើងតាមរយៈការនិយាយជាមួយអ្នកណាដែលយើងទុកចិត្តបំផុតដូចជាម្ដាយឪពុកបងប្អូនសាច់ញាតិគ្រួសារគ្រូបង្រៀនមិត្តភ័ក្តិអីហ្នឹងយើងអាចនិយាយពីបញ្ហាដែលយើងមានទៅឲ្យពួកគាត់ដើម្បីឲ្យពួកគាត់ជួយផ្ដល់យោបល់លើកទឹកចិត្តយើងមួយទៀតយើងអាចទៅទទួលយកនៅការព្យាបាលផ្នែកវិទ្យាសាស្ត្រពីគ្រូពេទ្យជំនាញឯកទេសប្រព័ន្ធប្រសាទនៅក្នុងប្រទេសកម្ពុជាយើងដូចជានៅពេទ្យរុស្ស៊ីជាដើមគឺមនុស្សភាគច្រើនទៅព្យាបាលនៅទីនោះហើយបានផលច្រើនតាមរយៈការប្រើប្រាស់ថ្នាំការទទួលបាននៅជាមួយនឹងអ្នកជំនាញផ្នែកចិត្តសាស្ត្រក៏ដូចជាការណែនាំផ្សេងៗទៀតប្រសិនបើចាំបាច់ខ្លាំងគឺយើងត្រូវប្រើប្រាស់ថ្នាំប្រព័ន្ធប្រសាទក៏ដូចជាការសម្រាប់ព្យាបាលអីជាដើមមួយវិញទៀតយើងត្រូវអនុវត្តវិធីបង្កើនសុខភាពផ្លូវចិត្តរបស់យើងតាមរយៈការហាត់ប្រាណការអានសៀវភៅក៏ដូចជាការលំហែអារម្មណ៍លេងដើម្បីកាត់បន្ថយ stress ឬក៏បញ្ហាផ្សេងៗបាទហើយដូច្នេះទេកត្តាទាំងអស់នេះគឺជួយឲ្យយើងកាត់បន្ថយនៅជំងឺបាក់ទឹកចិត្តឬក៏ជំងឺប្រព័ន្ធប្រសាទបានមួយផ្នែកហើយដូច្នេះទេប្រសិនបើបងប្អូនមានរោគសញ្ញាដូចខាងលើសូមបងប្អូនមេត្តាប្រញាប់រកវិធីព្យាបាលក៏ដូចជាដោះស្រាយខ្លួនដែលមានជំងឺនេះឲ្យរួចផុតពីជំងឺនេះពីព្រោះជំងឺនេះជាជំងឺមួយដ៏កាចសាហាវជាជំងឺឃាតករលាក់មុខដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់តាមដានលើសុខភាពផ្លូវចិត្តរបស់ខ្លួនឲ្យបានល្អប្រសើរជាចុងក្រោយ Channel យើងខ្ញុំមានតែបួងសួងដល់បងប្អូនទាំងអស់ឲ្យមានសុខភាពល្អបរិបូរណ៍ជោគជ័យគ្រប់ភារកិច្ចការងារសូមអរគុណនិងសូមជម្រាបលា